ស្នាមហើយផ្លែគឺជាបញ្ហាដ៏ធំរបស់មនុស្សទូទៅទាំងឡាយទាំងក្មេងទាំងចាស់ពីព្រោះអីផ្លែធ្វើឲ្យមានបញ្ហាដល់សម្រស់ទី2គឺធ្វើឲ្យឈឺទី3គឺធ្វើឲ្យលមាស់ទី4គឺធ្វើឲ្យផ្ទាញស្បែកបើនៅចំពោះកអាចកងៀងនៅដៃនៅជើងអាចផ្ទាញធ្វើឲ្យមានការកងៀងកងងតាមបច្ចេកទេសវិទ្យាសាស្ត្រសោលសាស្ត្រធ្វើការដេររបួសឲ្យបានត្រឹមត្រូវជាងរាល់ការដេររបួសគឺកម្រិតតឹងពេកហើយកុំញឹកពេកហើយមុននឹងធ្វើការដេរត្រូវសម្អាតឲ្យបានត្រឹមត្រូវទៀងទាត់ច្បាស់លាស់ហើយក្រោយមកយើងប្រើថ្នាំបំបត្តិស្នាមបំបត្តិអីឲ្យអ្នកជំងឺរយៈពេល2ខែ3ខែ6ខែអីចឹងទៅក្នុងករណីដែលមានផ្លែយើងត្រូវចាក់ផ្លែចាក់ពង្រាបឲ្យទូជាងមុនកាលណាផ្លែធំពេកយើងត្រូវវះជាចេញនេះខ្ញុំវិជ្ជបណ្ឌិតសង្លីជាបណ្ឌិតផ្នែកឯកទេសកុមារវេកាត់កុមារតាំងពីឆ្នាំ2007មក18ឆ្នាំជាបទពិសោធន៍